Vàសូមជម្រាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះសូមចេញវីដេអូរឿងចុះណៃតិចចុះដោយសារតែម្សិលមិញហ្នឹងគេភ័យបានលេបតបាក់ហាងរបស់គាត់ហ្នឹងឆេះអស់សឹងតែ90%ទៅហើយជាក់ស្ដែងទៅមានខាងសារព័ត៌មានខ្លះគាត់ផ្សព្វផ្សាយថាផ្ទុះហ្គាសក៏ប៉ុន្តែអត់ផ្ទុះហ្គាសទេគឺយើងផ្ទុះសេខ្សែភ្លើងហើយដោយសារតែក្មេងៗនៅផ្ទះហ្នឹងគឺគ្នាអត់ដឹងពីរបៀបពលុតត្រឹមរយៈពេលតែ20នាទីទេ20នាទីជាងឆេះអស់រលីងហើយមកទល់ឥឡូវនេះអ្វីដែលគាត់កំពុងតែដោះស្រាយគឺបញ្ហាផ្លូវចិត្តហើយនឹងសំណងដែលវាបានឆេះហ្នឹងមិនដឹងថាដោះស្រាយដល់កម្រិតណាខ្ញុំក៏អត់បានfollow up គាត់ដែរតែជាក់ស្ដែងទៅខ្ញុំសូមនិយាយតាក់ទិនជាមួយនឹងរឿងជំនួយរបស់បងប្អូនអរគ្នាចាខ្ញុំមែនតើខ្ញុំសូមលើកដៃសំពះបងប្អូនអរគ្នាតែម្ដងខ្ញុំពិតជាមិនចង់ធ្វើការរៃអង្គាសហ្នឹងទេដោយសារតែការរៃអង្គាសតាក់ទិនជាមួយនឹងលុយនេះគ្រោះថ្នាក់ណាស់ដល់ពេលខ្ញុំធ្វើច្រើនអីចឹងទៅបងប្អូនយើងច្រើនតន្ត្រីទៀតគាត់គិតថា page របស់ខ្ញុំហ្នឹងគឺជា page ដែលរៃអង្គាសអីចឹងទៅក៏ប៉ុន្តែការរៃអង្គាសវាជារឿងទឹកចិត្តល្អមួយទៀតដែលយើងមិនអាចបដិសេធបានយើងឃើញអ្នកណាដែលធ្វើការជំនួយគាត់ខ្វះលទ្ធភាពក្នុងការរៃអង្គាសយើងអាចធ្វើបានប៉ុន្តែមែនតើបងប្អូនយើងច្រើនណាស់គាត់ឆាតមកខ្ញុំឲ្យខ្ញុំជួយ racing តាក់ទិនជាមួយនឹងការរៃអង្គាសហ្នឹងតែខ្ញុំសូមបដិសេធថាខ្ញុំសុខចិត្តជួយគាត់បាញ់លុយជូនតែខ្ញុំអត់បានធ្វើជូនគាត់ទេហើយទី2ដោយសារតែចរណៃផ្ទាល់មែនតើខ្ញុំនៅចិត្តគាត់ខ្ញុំដឹងពីផលវិបាករបស់គាត់ច្រើនមែនតើ pay ក៏ខូចគេហែកបានទៀតហើយបើក business ហ្នឹងគឺកម្រងបើកហាងបាយតែមួយចាន$3ទេ12000រៀលហើយថាចុងខែហ្នឹងគឺសម្ពោធដាក់ឲ្យដំណើរការប៉ុន្តែបែរទៅជាជួបរឿងចឹងទៅវិញតែឥឡូវហ្នឹងមានការចូលរួមចំណែកជួយដល់ចរណៃច្រើនមែនទែនតាមរយៈ page របស់ខ្ញុំផ្ទាល់ខ្ញុំទទួលបានច្រើនមែនទែនចាំមើលស្អែកខ្ញុំនឹងយកថវិកាទាំងអស់ហ្នឹងទៅជូនដល់ចរណៃផ្ទាល់ហើយមួយទៀតបងប្អូនអរគ្នាគាត់មានការព្រួយបារម្ភរឿងការយកខ្លែងបន្លំ QR ខ្ញុំនឹងប្រាប់ពីរបៀបកន្លែងនេះគេខ្លែងបន្លំតិចបងប្អូនគឺបែបនេះបងប្អូនQR យើងវាបែបនេះហើយឈ្មោះខ្ញុំគឺលីថៃនៅខាងក្រោមហ្នឹងគឺលីថៃអញ្ចឹងគេកាត់តែខាងលើ QR ហ្នឹងទេគេដាក់QR ខ្មែរហើយដល់ពេលអញ្ចឹងទៅពេលដែលបងប្អូន scan ទៅមិនមែនឈ្មោះលីថៃទេគឺឈ្មោះគេផ្សេងទេអញ្ចឹងគេកាត់តែប៉ុណ្្នឹងទេបងប្អូនច្រឡំមើលមកផ្លែតឃើញឈ្មោះខ្ញុំនៅខាងក្រោមអញ្ចឹងគេទុកឈ្មោះដដែលប៉ុន្តែគេដូរតែ QR ទេអញ្ចឹងរបៀបគេខ្លាញ់បន្លំគឺបែបហ្នឹងអញ្ចឹងបងប្អូនមិនសង្ស័យបើសិនជាបងប្អូនអរគ្នាចូលរួមចំណែកជួយតាមរយៈគណនីផនខ្ញុំបងប្អូនទាំងអស់គ្នាគ្រាន់តែចូល scan ទៅឃើញឈ្មោះថាលីថៃហ្នឹងទៅវាជា account ពិតប្រាកដហើយបងប្អូនហើយស្អែកខ្ញុំនឹងពំនាំយកថវិកាបងប្អូនអរគ្នាដែលបានចូលរួមចំណែកតាមរយៈខ្ញុំហ្នឹងទៅជូនគាត់ផ្ទាល់ហើយនឹងទៅសួរសុខទុក្ខគាត់មែនតើបងប្អូនអរគ្នាខ្ញុំពិតជាអរគុណមែនតើដែលបងប្អូនអរគ្នាបានចូលរួមជាមួយនឹងបញ្ហាដែលកើតមានចំពោះចរណៃនេះខ្ញុំពិតជាអរគុណមែនតើខ្ញុំតាំងពីដើមខ្ញុំតាំងចិត្តថាខ្ញុំទោះបីក្រខ្សត់ប៉ុណ្ណាក៏ដោយឲ្យតែខ្ញុំនៅមានជីវិតគឺខ្ញុំនឹងមិនលើកដៃសុំបងប្អូនអរគ្នាទេខ្ញុំជឿជាក់ថាបងប្អូនអរគ្នាអ្នកដែលជួយនឹងក៏សិតតែជាអ្នកមានបញ្ហាដូចគ្នារឿងលុយនេះបងប្អូនអរគ្នានិយាយមែនតើទៅគឺបងប្អូនក៏ខ្វះខាតខ្ញុំក៏ខ្វះខាតពេលខ្លះយើងរស់ស៊ីខាតលើកដៃសុំបងប្អូនទាំងអស់គ្នារឿងយើងសោះហ្នឹងប៉ុន្តែដោយសារតែមែនតើទៅចរណៃគាត់បានលះបង់ជាមួយនឹងជាតិសាសនានេះច្រើនណាស់គាត់បានលះបង់ជាមួយនឹងវប្បធម៌នេះច្រើនវាស័ក្តិសមនឹងទទួលបានការគាំពៀជួយអំពីបងប្អូនទាំងអស់គ្នាទៅខ្ញុំសម្រេចចិត្តធ្វើការជួយគាត់តាមរយៈការដាក់ QR ជូនគាត់នឹងតំណងហើយចង់ដឹងថាថ្ងៃស្អែកនេះយើងបានថវិកាប៉ុន្មានតាមរយៈខ្ញុំបងប្អូនអរគ្នាកុំភ្លេចតាមដានទាំងអស់គ្នាហើយខ្ញុំជាចុងក្រោយនៅតែអរគុណខ្លាំងមែនទែនចំពោះបងប្អូនអរគ្នាដែលបានចូលរួមជួយចរណៃបានអរគុណច្រើនអរគុណ